ការនៅពីក្មេងធ្លាប់តែញ៉ាំអំបុកប៉ុន្តែដឹងថាអំបុកហ្នឹងគេធ្វើរបៀបមិនទេហើយថ្ងៃនេះមកឃើញខ្លួនឯងផ្ទាល់នៅវត្តពីធ្នូស្រុកស្នួលក្នុងមួយដំណាក់កាលទៅមួយដំណាក់កាលគេមិនមែនចេះតែធ្វើលុំទេគេត្រូវរើសពូជស្រូវណាដែលល្អរួចមកគេយកមកលីងឲ្យស្រួយហើយបានគេយកទៅបុកហើយបានគេយកទៅអុំហើយដំណាក់កាលទី1នៃការយកមកលីងនេះមិនមែនចេះតែលីងទៀតបងប្អូនឃើញថាលីងស្រួលប៉ុន្តែជាក់ស្ដែងខ្ញុំទៅលីងគឺផ្សែងហូរចូលភ្នែកទឹកភ្នែកហូរឡើងរហាមអីបន្ទាប់មកទៀតយកមកបុកខ្ញុំក៏បានទៅសាកបុកដែរហើយខ្ញុំអត់ចេះលើកទី1មកត្បាល់ដំបូងគឺខូចទាំងអស់បុកទៅឡើងម៉ត់លាវដូចកន្ទួចចឹងបងប្អូនបន្ទាប់ពីយើងបុកស្រូវនឹងរួចហើយយើងក៏យកមកអុំការអុំនេះមិនមែនចេះតែយើងឃើញថាស្រួលអុំទេសាកអុំខ្លួនឯងមិនដឹងមើលគេស្រួលខ្ញុំក៏សាកអុំដែរហើយការអុំរបស់ខ្ញុំគឺដូចការឃើញអញ្ចឹងនៅយុគដែលខ្ញុំបានចូលរួមនោះខ្ញុំបានឃើញក្មេងៗទូចអាយុដល់10ឆ្នាំទេដែលគាត់បានចូលរួមមកលេងបុកគ្នាខ្លះតស៊ូមែនតើផ្សែងចូលភ្នែកទឹកភ្នែកហូររហាមឯនៅខំប្រឹងលេងទៀតសកម្មភាពបែបនេះគឺនៅក្នុងវត្តអារាមដោយសារព្រះគ្រូចៅអធិការនិងលោកអ៊ំចាស់ចំនួនមុនដែលគាត់បានបណ្ដុះបណ្ដាលក្មេងៗចំនួនក្រោយឲ្យគាត់ចេះដឹងអំពីវប្បធម៌របស់យើងនៅក្នុងយុគនោះដែរមិនត្រឹមតែមានការដោតអំបុកបុកអំបុកនោះទេក៏មានការលក់ចាយ៉ាំជុំវិញព្រះវិហារផងដែរក្រុមលក់ចាយ៉ាំក៏នៅខាងមុខហើយមានអ៊ំពូមីងគាត់ក៏ដង្ហែនៅខាងក្រោយចំណែកក្មេងៗក៏រត់សេកសាចតាមមើលទីម៉ោងតាមមើលក្រុមលក់ចាយ៉ាំនេះក៏ធ្វើឲ្យខ្ញុំនឹកឃើញដល់ការខ្ញុំនៅពីកុមារភាពគឺបែបនេះឯងរត់ប្រសាទទីម៉ោងតាមភ្លឺស្រែតាមអីហ្នឹងមិនត្រឹមតែមានការលក់ចាយ៉ាំទេនៅក្នុងរាត្រីនោះក៏មានការបង្ហោះគោមការអុតកំជ្រួចហើយក៏មានការរាំរែករំវង់សារ៉ាវ៉ាន់ឡាំលាវដែលជាចង្វាក់ប្រពៃណីខ្មែរយើងផងដែរខ្ញុំមានអារម្មណ៍ថាសប្បាយនិងប្លែកភ្នែកមែនទែនដោយសារមួយរយៈក្រោយប៉ុន្មានឆ្នាំនេះខ្ញុំអត់បានចូលរួមកម្មវិធីបែបប្រពៃណីខ្មែរយើងចឹងទេហើយជាចុងក្រោយនេះក៏សូមជូនពរដល់ពុកម៉ែបងប្អូនដែលធ្វើដំណើរកំសាន្តទៅទីជិតទីឆ្ងាយក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអអំបុកសូមឲ្យជួបតែសុខសុវត្ថិភាពទាំងទៅទាំងមកសូមអរគុណសម្រាប់ការទស្សនា